មកគុណលោកម្ចាស់ឧបត្ថម្ភកម្មវិធីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារទូរទស្សន៍ខ្សែការប្រធានាធិបតីភ្នំពេញ PPCTV ហើយធីសុភ័ណ្ឌនារីខ្មែរបាទអរគុណដល់ទស្សនិកជននៅក្នុងទូទាំងប្រជាជាតិកម្ពុជាទាំងអស់កំពុងតែបាទសម្បីតែពេលខ្លះទឹកមាត់គាត់ហ៊ានស្ដាប់ដែរស្ដាប់បងប្អូនសិនហើយនិយាយពីអីហ្នឹងអរគុណណាស់ពុកម៉ែមីមីងហើយបងប្អូននៅខាងកំពតនៅខាងកំពតឯនោះនៅក្នុងឃុំបាទនៅក្នុងឃុំដែលជួអភិវឌ្ឍនោះគឺថាផ្លូវថ្នល់កស៊ូជិះធ្វើដំណើរចូលទៅល្អបាទល្អពិតប្រាកដមែនហើយបងប្អូនប្រជាពលរដ្ឋមួយអន្លើគាត់រស់នៅបានសុខសប្បាយជួបជុំរមនាមួយគ្នាទៅវត្តទៅវាបានបាទតែរឿងអីបន្តិចជម្រាបជូនបាទវគ្គដំបូងនេះមកលើដៃខ្ញុំសិនណាដៃខ្ញុំគឺផលិតការកាលពីយប់មិញថ្មីក្តៅម៉ោងរំលងអាទិត្យប្រហែលជាម៉ោង2ផាន់ម៉ោង1បាទមួយគត់មានអគិភ័យឆាបឆេះបាទផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន3ល្វែងអស់3ល្វែងកាលពីយប់មិញដែលត្រូវបានអគិភ័យឆាបឆេះកាលពីវេលាម៉ោងបាទចន្លោះម៉ោង12ទៅម៉ោង1យប់មិញហ្នឹងទីរំលងអាទិត្យឈានចូលថ្ងៃទី9ខែតុលាទៅហើយបាទឥឡូវខ្ញុំស្ដាប់សំឡេងបន្តិចមើលបាទតើមានរូបភាពអីខ្លះនឹងសំឡេងមិនបាទទស្សនិកជនស្ដាប់បន្តិចបាទរូបភាពនឹងតាក់បន្តិចបាទសូមវិទ្យាទេសម្ដងទៀតមើលបាទក្នុងកុំព្យូទ័រវាអាចកាំងបន្តិចដែរណាចា៎បាទសូមតែយើងពេលខ្លះនិយាយទៅក្តៅមិនសិនដែរតាបាទពុំក៏រៀនក្តៅកុំព្យូទ័រនេះត្រូវការបញ្ជូនរូបត្រូវការកាត់តយកក្តៅដែរបាទពេលបច្ចេកទេសមួយដែលយើងថាក្តៅនេះចាក់ទឹកទៅបាទកុំចាក់ទឹកហុយបាទចាក់ទឹកចេញហុយវិញហើយបាទឥឡូវនេះសូមជម្រាបជូនបន្តិចទៅបាទពាក់ព័ន្ធទៅនឹងការពីយប់មិញឈានចូលមកថ្ងៃទី9ខែតុលាឆ្នាំ2015នេះនៅម្ដុំបាទនៀកអន្ទឹកនៅច្រកបាទនៅច្រកផ្លូវតូចមួយនៅខាងក្រៅក្រសួងបរិស្ថានស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចៅកាមនឥឡូវខ្ញុំស្ដាប់សំឡេងបន្តិចមើលបាទJadi kenapa? Kalau sama. Saya kopi ya lo. Halo. ប្រភពពីស្ត្រីម្នាក់ដែលអះអាងថាជាម្ចាស់ផ្ទះបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានលឺសូរសំឡេងទុសេខ្សែភ្លើងបន្ទាប់មកវាក៏លឺក៏មានភ្លើងនឹងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដងរថយន្តពលិតអគ្គិភ័យជាច្រើនគ្រឿងបានជួយអន្តរាគមន៍បាញ់ពលិតអគ្គិភ័យនេះដែលនៅពេលនៅក្នុងបាទរយៈពេល1ម៉ោងហ្នឹងនៅក្នុងម៉ោង1បាទ35នាទីរំលងអាទិត្យឈានចូលថ្ងៃទី9យប់មិញហ្នឹងគឺក្រុមពលិតអគ្គិភ័យដែលគ្រប់គ្រងស្ថានភាពបានដល់ទៅ 70% ទៅ 80% ហើយប៉ុន្តែក្រមពលិតអគ្គិភ័យនៅតែព្យាយាមបាញ់ពលិតបន្ថែមទៀតដើម្បីកុំឲ្យមានការរាជឆាបឆេះបន្តទៀតឲ្យយ៉ាងណាឲ្យដឹងលទ្ធផលថារលត់ទាំងស្រុងទៅហើយបាទនៅក្នុងហេតុការណ៍នេះបាទនៅពេលដែលគេឃើញមានបាទលោកស្នងការនគរបាលរាជធានីភ្នំពេញនិងបាទអធិការនគរបាលខណ្ឌចំការមនព្រមទាំងថ្នាក់ដឹកនាំខណ្ឌមួយចំនួនបានចុះទៅដល់កន្លែងកើតហេតុកំពុងតែធ្វើអន្តរាគមន៍ផងដែររហូតដល់មកដល់ពេលនេះហើយគេមិនទាន់ដឹងថាមូលហេតុពិតប្រាកដបណ្ដាលមកពីអីនោះទេហើយនឹងទ្រព្យសម្បត្តិអស់ប្រមាណនោះដែរព្រោះការប្រយុទ្ធមិញហ្នឹងបងប្អូនទស្សនិកជនទៅតាមផ្លូវក៏លោកគាត់អត់ស្គាល់ចេញពីរង្វង់មួយវាមានឯករាជ្យទៅរកមាត់ទន្លេទៅរកកោះពេជ្រណាចេញតែបន្តិចកន្លែងវងមួយទៅខាងស្ដាំដៃនឹងឯងក្រសួងបរិស្ថានឲ្យមានការឆាបឆេះយ៉ាងខ្លាំងការប្រយុទ្ធមកនេះដែលបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចជាដំបូងឡើយនោះគឺអ្នកដែលនៅជិតខាងគាត់និយាយថាដំបូងគឺលឺសូរសំឡេងក៏សន្ធឹកណាសន្ធឹកទុះប្រះចង្អល់ឲ្យបងប្អូនប្រជាពលរដ្ឋគាត់លឺសំឡេងយំសំឡេងស្រែកតហូរយំនៅក្នុងផ្ទះនឹងតែម្ដងហើយក៏បានជញ្ជូនអីវ៉ាន់រួចខ្លះក៏អត់ចឹងទៅរយៈពេលតែ1ម៉ោងជាងទៅទស្សនិកជនគឺបំផ្លាញផ្ទះអស់ទៅ3ល្វែងច្រើនណាស់បាទ3ល្វែងចឹងឃើញថារថយន្តពលិតអគ្គិភ័យក្នុងរាជធានីភ្នំពេញក៏បានសស្រាមបានចុះទៅដល់កន្លែងពលិតអគ្គិភ័យទាន់ពេលវេលាដែរយប់មិញហ្នឹងកុំអីហ្នឹងគឺថាម្លុកហ្នឹងស្ថាពរហើយ
មានស្ថាពរឲ្យតគ្នាចឹងទស្សនិកជនហើយការនៅផ្ទះជាប់ដបូគ្នាការនៅផ្ទះជាប់ភូមិផងរបងជាមួយគ្នាពេលឆេះមិនឆេះតែមួយទេបាទឆេះទាំងអស់ពេលខ្លះទៅបងប្អូននៅជិតខាងគាត់មិនសូវជាមានទ្រព្យមានសម្បត្តិទេគាត់ឆ្លោះទាស់ទែងគ្នាអីចឹងទៅប្រើអំពើហិង្សាកើតឡើងក្តីក្តាំអីផ្សេងទុកផ្ទះចោលឬក៏មានបញ្ហាអីមួយបើកដុតធូបដុតអីចោលបងប្អូនមើលផងស្ដាប់ផងណាឬសូសំឡេងផ្ទុះប្រេះអីឬក៏ឈ្ងៀមហុយផ្សែងអីសូមេតាមានលេខទូរស័ព្ទឡានទឹកនឹងគ្រប់គ្នាផងបាទលេខឡានពលិតអគ្គិភ័យដើម្បីឲ្យគាត់នឹងបានរាយការណ៍ទោះបីនៅអ្នកណាក៏អាចរាយការណ៍ទៅឡានពលិតអគ្គិភ័យបានដែរឲ្យតែមានករណីនឹងឆាបឆេះកើតឡើងហើយក៏សូមចូលរួមរំលែកទុក្ខដល់បងប្អូនដែលមានបញ្ហាបាត់បង់ទ្រព្យសម្បត្តិក៏ដូចជាផ្ទះសម្បែងទៅហើយផងនោះតែយ៉ាងណាក៏ដោយរក្សាអាយុជីវិតរបស់យើងនៅគឺមានសង្ឃឹមយ៉ាងនៅមានសង្ឃឹមបន្តទៀតចឹងក្នុងឱកាសបុណ្យទាននេះថាមួយអន្លើបន្ទុះទៅលើបញ្ហាទុសេខ្សែភ្លើងមួយអន្លើទៀតក៏សូមសំណូមពរទៅពាក់ព័ន្ធបញ្ហាដុតធូបដុតទៀនដែលសែនព្រេនដុតធូបថ្វាយដង្វាយជូនដូនតាបាទគូគិតពិចារណាខាងក្រោមនោះមានកដាស់មានកណាត់បាទដុតធូបអីទៅវាស្រក់លើវាធ្លាក់លើបង្កការឆាបឆេះនោះក៏មានដែរចឹងសូមបងប្អូនប្រជាពលរដ្ឋតាមការយកចិត្តទុកដាក់ទាំងអស់គ្នាហើយការពីល្ងាចមកនេះទន្ទឹមនឹងការឆាបឆេះនៅយប់ជ្រៅនេះម៉ោង4ដល់ម៉ោង5ល្ងាចឃើញថាភ្លៀងបានបង្អោយយ៉ាងខ្លាំងមើលធំមកសន្ធឹកតែម្ដងបើនៅក្នុងតៃកេរីធានីភ្នំពេញរបស់យើងជើងខាងកើតហ្នឹងមិនសូវទេបងប្អូនទៅមើលនៅក្នុងរង្វង់មូលចៅនៅខាងមុខពលិហោះពូយន្តងស្ទើរតែលេចឡាននោះបាទអញ្ចឹងចាប់ពីម្លឹកទូកោបាទចាប់ពីម្លឹកទូកោអីក៏ខ្លាំងដែរខ្ញុំស្ទះរហូតដល់ទៅ3ម៉ោងនោះ3ម៉ោងម្សិលមិញចេញពីចៅមករួចទេឡានចង់លេចហើយបាទអញ្ចឹងយើងដល់ជាចិត្តបងប្អូនជាបរិវត្តគាត់ចេះតែបន្ទោថាសាលារាជធានីភ្នំពេញមិនក៏មិនធ្វើលូមិនក៏មិនព្រមដាក់ប្រព័ន្ធអីឲ្យបានត្រឹមត្រូវបងប្អូនហើយគាត់ថាតែនេះជាភាពជាក់ស្ដែងមិនខ្ញុំកាន់ជើងខាងណាទេបាទយើងចូលឆ្លងនៅប្រធានបទមួយទីគឺរឿងទឹកជំនន់មិនថាតែប្រទេសណាទេយើងមើលទៅប្រទេសភូមាឬក៏មើលទៅម៉ាឡេស៊ីមើលទៅហ្វីលីពីនមើលទៅប្រទេសថៃទោះបីជាការរៀបចំប្រព័ន្ធលូយ៉ាងណាក៏ដោយប៉ុន្តែបើទឹកវាលិចខ្លាំងភ្លៀងវាហូរមកលិចទាំងអាកន្លែងដែលត្រូវទឹកនឹងនីវ៉ូទឹកហូរទៅទីនោះតែទឹកហូរទៅណាអញ្ចឹងមិនច្រើននៅទាំងអស់វាត្រូវលិចហើយបើហូរមិនទាន់ដូចយ៉ាងណាជាតាព្រោះអីកន្លែងដែលទឹកវាទៅហូរទៅនោះក៏វាពេញដែរហ្នឹងពេញកន្លែងស្តុកទឹកពេញកន្លែងដែលត្រូវទឹកហូរទៅនោះឡើងស៊ូដល់ទឹកហូរទៅណាមិនត្រូវឡើងបរិមាណទឹកត្រូវឡើងហើយចឹងបងប្អូនមេត្តាគូតែយល់ពីរឿងគ្រោះធម្មជាតិអត់មានអ្នកណាអាចបញ្ជិះបានគ្រប់ពេលគ្រប់វេលាទេហើយកុំសូមសំណូមពរកុំចេះតែបន្ទោសទៅលើស្ថាប័នពាក់ព័ន្ធដែលគាត់ខំមួយថ្ងៃតែមួយចំណែកក៏ជាកំហុសរបស់ផ្នែកមន្ត្រីជំនាញពាក់ព័ន្ធដែរចា៎លូខ្លះទៅក៏ជីកដល់ទៅ5ខែមិនទាន់ហើយទេបាទនៅស្តុកនៅកន្លែងហ្នឹងទូយ៉ាងដូចជានៅខាងក្រោយមន្ទីរពេទ្យព្រះមន្ទីរពេទ្យព្រះកុសមៈពេទ្យលោកសំណាចា៎បងប្អូនទៅមើលទៅជីគីឡូនៅម្ដុំទៅហ្នឹងបាទបិទផ្ទះគាត់មកកៅមកចូលហ្នឹងបើកលក់ខោអាវខ្ញុំឃើញថាបិទចូល3 ខែគាត់បានលក់ទេព្រោះគីឡូនៅខាងមុខហ្នឹងជំរឿតែជា2ម៉ែត្រចា៎បាន1ម៉ែត្រកន្លះអញ្ចឹងគាត់អាចរកស៊ីបានទេហើយលូនេះអត់មានធ្វើអីទៅណាទៀតទេនៅបិទហ្នឹងអត់មានបន្តជីកអីថែមទៀតទេនេះជាចំណុចមួយដែលយើងខ្ញុំសំណូមពររាល់បាទមន្ត្រីជំនាញហើយជាពិសេសសំណូមពរទៅដល់លោកសំពិសិដ្ឋដែលជាប្រធានមន្ត្រីបាទប្រធានមន្ត្រីសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញគួរតែពន្លឿននៅការដ្ឋានសាងសង់ទាំងផ្លូវថ្នល់ទាំងការដាក់លូនិងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយពាក់ព័ន្ធទៅនឹងក្រសួងឬក៏សម័យមន្ត្រីផ្ទាល់តែម្ដងណាបង្កើននៅការពន្លឿនការជួសជុលការកសាងតឡើងឲ្យលឿនតិចទៅសម្រាប់បងប្អូនប្រជាពលរដ្ឋគាត់រកស៊ីផងបាទកុំទៅជីទៅពុកនៅកន្លែងហ្នឹងស៊ូតើគាត់ទៅរកអីគាត់អាងតែតូបមកជើងហ្នឹងគាត់អាងតែផ្ទះមួយប្លុកហ្នឹងហើយបើជីគាស់នៅកន្លែងហ្នឹងមុខផ្ទះគាត់មិនបានលុបមិនបានបិទអីចឹងទៅថាតើគាត់រកឲ្យបានដល់ពេលភ្លៀងមកទៅវាលិចអស់ទីទៅចា៎បាទនេះជាចំណុចមួយដែលយើងខ្ញុំសូមសំណូមពរអរគុណណាស់បងមានទៅជាតាមានអីមួយទៀតបាទ
ចាបន្តមកខាងនេះខ្ញុំម្ដងចាគឺវត្តចង្ក្រានតាព្រំស្ទឹងមានជ័យនេះត្រូវបានប្រជាពលរដ្ឋរំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនចារំលោភយកដីវត្តរំលោភមានស្ដាប់គ្រប់អស់ហើយការរំលោភបឹងរំលោភព្រែករំលោភទន្លេរំលោភព្រៃរំលោភដីចំណីផ្លូវរបស់រដ្ឋឥឡូវទៅរំលោភវត្តទីអត់ខ្លាចបាបទេណាចូលដល់វត្តពីចាតោះមើលមិនទៅណាជីតាចាអ្នកណាក៏គេបានដឹងថាវត្តព្រះយវង្សចាព្រះយវង្សកំពុងតែទទួលរងគ្រោះប្រជាជនបាននាំគ្នាចាប់យកដីទុកជាកម្មសិទ្ធិផ្ទាល់ខ្លួនស្ទើរតែមើលដំបូលព្រះវិហារឡើងឃើញទៅហើយចុះចម្លែកអ្វីវត្តចង្ក្រានតាព្រំស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបែរជាមានវាសនាអភ័ព្វដែលកំពុងតែរងគ្រោះព្រោះតែការលំបាកចាព្រោះតែការរំលោភបំពានយកដីវត្តធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ប្រជាពលរដ្ឋដើម្បីពុះជ្រៀកដីវត្តបានចែកគ្នាគឺមានវាសនាមិនខុសគ្នានោះឡើយបើតាមព្រះតេជគុណថៃបន្ធានជាចៅអធិការវត្តចង្ក្រានតាព្រំស្ទឹងមានជ័យបានប្រាប់ទូរទស្សន៍លេខ8ថាអាត្មាបានឡើងជាចៅអធិការស្ដីពីចាប់តាំងពីឆ្នាំ2001មកម្លេះតែលុះដល់ឆ្នាំ2010ព្រះចៅអធិការវត្តចាស់ក៏បានសុគតទៅការងារគ្រប់គ្រងត្រូវបានអាត្មាជំនួសដែលមានតួនាទីត្រឹមតែជាចៅអធិការស្ដីពីព្រះតេជគុណក៏បានបញ្ជាក់ថាជាការពិតនៅក្នុងវត្តសង្ក្រានតាព្រំស្ទឹងមានជ័យដែលមានប្រវត្តិនៃការរំលោភដីធ្លីរបស់វត្តធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះគឺពីដំបូងឡើយមានតែមួយគ្រួសាររបស់លោកតាហុកអៀនលុះក្រោយមកពង្រីកបានចំនួន5គ្រួសារទៀតសុទ្ធតែកូនចៅរបស់លោកតាអៀនដែលមានកូនចៅរបស់គាត់មកស្នាក់នៅលើដីវត្តតាំងពីឆ្នាំ1980តែដីដែលក្រុមគ្រួសារចាស់តែដីដែលក្រុមគ្រួសារគាត់ដែលវត្តនោះកំពុងតែរស់នៅបច្ចុប្បន្នជាដីរបស់វត្តទេចាបានន័យថាដីដែលក្រុមគ្រួសារលោកតានោះកំពុងស្នាក់នៅនេះគឺបច្ចុប្បន្នជាដីរបស់វត្តដែលមានទទឹង23ម៉ែត្រនិងបណ្ដោយ25ម៉ែត្រពេលនេះត្រូវបានគេធ្វើផ្ទះសម្បែងនិងសាងសង់ផ្ទះជួលដាក់អីវ៉ាន់លក់ដូរដូចជាលក់ស្បែកជើងលក់ខោអាវលក់ទូរស័ព្ទនិងលក់អីវ៉ាន់ជាច្រើនទៀតបច្ចុប្បន្ននេះផ្ទះដែលក្រុមគ្រួសារលោកហុងអៀនកំពុងតែរស់នៅលើវត្តចង្ក្រានតាព្រំស្ទឹងមានជ័យគឺមិនទាន់អាជ្ញាធរចេញប្លង់រឹងសម្រាប់ជាកម្មសិទ្ធិនៅឡើយទេតែកន្លងទៅអាជ្ញាធរខណ្ឌនិងអាជ្ញាធរក្រុងតម្រង់ចេញប្លង់ឲ្យប្រជាជនកាន់កាប់កម្មសិទ្ធិផងដែរតែត្រូវបានក្រុមប្រសង់បានប្តឹងជំទាស់មិនឲ្យចេញប្លង់រឹងទៅប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិស្របច្បាប់ពីព្រោះដីនេះនៅជាដីវត្តចង្ក្រានតាព្រំស្ទឹងមានជ័យព្រះតេជគុណថៃបន្ធានជាចៅអធិការស្ដីពីក៏បានដាក់ពាក្យប្តឹងមួយទៅតុលាការសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី11ខែសីហាឆ្នាំ2015នេះដើម្បីទាមទារឲ្យអាជ្ញាធរស្វែងរកយុត្តិធម៌សម្រាប់វត្តចង្ក្រានតាព្រំស្ទឹងមានជ័យប៉ុន្តែការដាក់ពាក្យបណ្ដឹងទៅសាលាដំបងរាជធានីភ្នំពេញពុំទាន់បានឃើញការឆ្លើយតបត្រឡប់មកវត្តវិញនោះទេបាទចាការពីដំបងឡើយនេះគឺដីវត្តនោះមានតែមួយគ្រួសារប៉ុណ្ណោះចាដោយប្រសាសន៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានចឹងចាបើកន្លែងណាទីសាធារណៈនោះបើសិនជាមានបងប្អូនប្រជាពលរដ្ឋបោះទីតាំងមួយម្នាក់ចឹងមួយគ្រួសារចឹងត្រូវរកដំណោះស្រាយនឹងណែនាំគាត់ឲ្យហើយកុំឲ្យមាន1មាន2មាន3នេះគឺចេះតែបន្តមានរហូតហើយបញ្ហានៅទីបញ្ចប់នេះគឺវិវាទដោះស្រាយគ្នាមកជាជប៉ុនមិនងាយចាវែងឆ្ងាយអញ្ចឹងបានជានេះក៏ជាចំណុចមួយដែលរំលឹកដែរមិនប្រជាទេតែរំលឹកទៅដល់អាជ្ញាធរដែនដីលោកគូតែមានចំណាត់ការចាធម្មតាឧទាហរណ៍ថាចកមួយណាមិនតាន់កើតជាកូនជាចៅមិនតាន់បដុំណាងាយស្រួលផាត់ទេណាចាអាចដកចេញបានតែប្រសិនបើច្រើនផាត់ហើយមកវិញគឺមិនអាចមើលឃើញទឹកទេមិនឃើញភាពថ្លាទេចាបាទនៅក្នុងនោះក៏ដូចគ្នាដែរបងប្អូនប្រជាពលរដ្ឋមួយចំនួនពាក្យថាប្រជាពលរដ្ឋគឺអ្នកខ្លះទៅគាត់តែងតែនៅខាងប្រជាពលរដ្ឋតែសម្រាប់យើងខ្ញុំជាអ្នកសារព័ត៌មានប្រជាពលរដ្ឋមិនសុទ្ធតែជាបុគ្គលដែលល្អទេបាទនេះនិយាយទៅបុគ្គលមួយចំនួនប្រជាពលរដ្ឋមួយចំនួនដែលខូចនិយាយចំណាខូចមិនឃើញដីគេទំនេរគេមានប្លង់គេមានបានកម្មសិទ្ធិត្រឹមត្រូវរស់នៅស្របច្បាប់គេទុកចោលគេទិញណាបងប្អូនខ្លះទៅគាត់មានថវិកាតិចតួចឬក៏មានថវិកាគួរសមច្រើនហ្នឹងទៅលោកអុកញ៉ាឬក៏លោកជំទាវគាត់មានលុយចឹងទៅក៏គាត់ទៅទិញដីដើម្បីទុកធ្វើចំការនៅពេលដែលទំនេរចឹងទៅក៏នាំកូននាំចៅទៅលេងចំការចឹងទៅ
ប៉ុន្តែនៅពេលដែលគាត់ຕົកចោលយូរទៅមិនបានធ្វើបានអីស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមួយក្រុមបាទទៅតាំងលំនៅលើហ្នឹងគាត់ក៏ទៅឃើញថារស់នៅនឹងវាមិនអីទេនៅសិនទៅបាទបងប្អូនប្រជាពលរដ្ឋគេក្រគាត់នៅទៅគាត់មានចិត្តបុណ្យអញ្ចឹងទៀតណាបាទចិត្តធម៌ទៀតនៅទៅនៅពេលដែលនៅយូរទៅពីមួយឆ្នាំទៅមួយឆ្នាំទ្រង់បានដើមស្វាយកាលពីមុនប៉ិនកូនដែរឥឡូវដើមស្វាយបេះហូបបានហើយចេះចាស់បាទទ្រង់សំណោះបាទទ្រង់សំណោះរបស់ចេញមិនរួចបើកើតចេញជាល្បិចផ្សេងដីនេះខ្ញុំនៅតាំងពីឆ្នាំ1979រួចផុតពីរបបស្បៃសង្គ្រាមមកម៉េះហេតុអីក៏មកដេញខ្ញុំចេញអយុត្តិធម៌ណាចំណុចហ្នឹងក៏មានដែរបងប្អូនទស្សនិកជនក៏ឃើញថារូបភាពប្រជាពលរដ្ឋសុទ្ធតែជារឿងមួយដែលត្រឹមត្រូវហើយយុត្តិធម៌នោះពេលខ្លះទៅអ្នកដែលគាត់មានលុយមានដីទិញទុកស្រាប់ស្របច្បាប់នោះក៏ទទួលរងភាពអយុត្តិធម៌ពីប្រជាពលរដ្ឋដែរទីបំផុតគាត់អាងឲ្យគ្នាគាត់រាប់រយនាក់គាត់លើកផ្លាកគាត់លើកពីដាផ្សេងសូមឲ្យអាជ្ញាធរដែនដីសូមឲ្យប្រមុខដឹកនាំជួយដោះស្រាយអន្តរាគមន៍តែការពិតដីគេសោះនោះរឿងខ្លះបើតែរឿងខ្លះទៀតដូចជាពាក់ព័ន្ធនឹងរឿងអំបញ្ញមិញដែលជាតាជម្រាបជូនដីចំណីវត្តដីវត្តគឺជាដីសមូហភាពសម្រាប់គោរពបូជាសម្រាប់ទីកន្លែងប្រសង់គង់នៅរៀនសូត្រភាវនាធម៌អាជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទមិនត្រូវបានបុគ្គលណាមួយរំលោភបំពានឬទៅចែកដីគ្នាលក់ធ្វើប្លង់ទេតែឥឡូវនៅក្នុងវត្តប្រយោវង្សបាទប្រយោវង្សនិងវត្តបាទចង្ក្រានតាព្រំហើយវត្តស្ទឹងមានជ័យនឹងកំពុងប្រឈមហើយបងប្អូនកាលពីមុននៅម្នាក់អញ្ចឹងទេតាមួយគ្រួសារទេរហូតមានកូនមានចៅបាទឥឡូវមានកូនមានចៅក៏បែកមួយគ្រួសារទៀតសូមមកជ្រុងទៀតនៅយូរទៅខ្លាយខ្លួនចង់ទៅជាកម្មសិទ្ធិលួចខុបខិតជាមួយអាជ្ញាធរដែនដីទៀតចេញលុយចេញកាក់បន្ទុកទូសញ្ញាបោះប្រាសុំធ្វើប្លង់វិញហ្នឹងជារឿងមួយទុកយូរទៅការដោះស្រាយធ្លាក់ទៅលើអ្នកណាគឺធ្លាក់ទៅលើអាជ្ញាធរដែនដីដដែលនឹងឯងចា៎អញ្ចឹងប្រសាសន៍របស់អាដាមតាសិទ្ធិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រាបជូនហើយនេះគឺជាចំណុចសំខាន់ដែលត្រូវដោះស្រាយរឿងដីធ្លីហ្នឹងបើឃើញគាត់ទៅនៅហើយជាកន្លែងមិនប្រក្រតីខាត់គាត់ឲ្យហើយទៅដើម្បីកុំឲ្យគាត់ទៅតាំងនៅយូរតែនៅយូរអនុស្សាវរីយ៍ច្រើនចេញទៅទឹកភ្នែកជួនកាលទៅឃើញពីកាប់ដើមឈើនឹងចេញទៅយំស្រែករនាលទៅលើដីរបស់គាត់នៅតាំងពីដូនតានេះក៏រូបភាពមួយដែរជាការសម្ដែងរបស់បងប្អូនប្រជាពលរដ្ឋក៏ធ្វើឲ្យប៉ះពាល់ទៅដល់អាជ្ញាធរដែនដីធ្ងន់ធ្ងរដែរនេះអរគុណណាស់នៅព័ត៌មានហ្នឹងហើយរឿងវត្តអារាមគឺទីកន្លែងដ៏ធំទូលាយដីបណ្ណាគឺប៉ុណ្ណឹងត្រូវបានកាត់ត្រូវបានបែងចែកអីទេវាដូចតែគណៈកម្មការអាចារ្យវត្តឬក៏អាជ្ញាធរដើម្បីយល់ឃើញថាទីតាំងនឹងធំពេកទៅត្រូវការដើម្បីកសាងវត្តធ្វើការលក់ស្របច្បាប់ណាមួយនឹងមិនទេមានការចរចាបាទចរចាត្រឹមត្រូវដែលទទួលស្គាល់ដោយច្បាប់បាទច្បាប់ចែងហ្នឹងគឺមានការលក់ដោះដូរក៏យកថវិកាកសាងវិហារសាលាឆាន់ឬក៏ថាសមិទ្ធផលផ្សេងក្នុងវត្តណានឹងទៅតាមហ្នឹងអរគុណរឿងដីដូចគ្នាដែរត្រឡប់មកដល់ដំណើរបាទទស្សនកិច្ចរបស់ខ្ញុំមានដំណើរទស្សនកិច្ចទេគឺទៅសាមញ្ញនឹងទៅលេងទឹកភ្លៀងខេត្តកំពតដែរបាទទៅលេងទឹកភ្លៀងមិនបំឡងទៅលេងទឹកភ្លៀងទេបំឡងទៅយកព័ត៌មានពិតជូនទស្សនិកជនតែចៃដន្យភ្លៀងបាទចៃដន្យភ្លៀងអញ្ចឹងទៅបាទនៅបងប្អូនមើលទៅបាទសូមបច្ចេកទេសសូមរូបមិនតិចទៅបាទសូមរូបបាទនេះគឺជាផ្លូវដែលខ្ញុំទៅឡើងទៅមកចុះពីលើស្ពានចុះមកបាទទៅទៀតបងប្អូនទៅទៀតបាទនេះគឺជារូបបងប្អូនមកវាស្ពានណាផ្លូវហ្នឹងស្ពានបាទស្ពានមានដែរតែស្ពានហ្នឹងត្រឹមគឺមានក្តារហើយក្តារហ្នឹងគេយកមកតយើងដូចអត់ទុកចិត្តណាបាទអត់ទុកចិត្តទេបាទធ្វើដំណើរទៅតាមផ្លូវហ្នឹងបាទទស្សនិកជនបាទឥឡូវនេះសូមមើលរូបភាពនេះបងប្អូនគាត់បានយកឯកសារគាត់មកបង្ហាញបាទគាត់យកឯកសារទាំងអស់ហ្នឹងមកបង្ហាញដល់ពួកយើងខ្ញុំទាំងអស់គ្នាដើម្បីឲ្យបានឃើញគាត់ថាដីរបស់គាត់បងប្អូនប្រជាពលរដ្ឋបានរស់នៅកន្លែងនេះកាលពីដើមឡើយបាទគឺអនុក្រឹត្យកាលពីមុនអនុក្រឹត្យតទៀតបងប្អូនប្រជាពលរដ្ឋគាត់បានរស់នៅតាំងពីឆ្នាំមុនឆ្នាំ2000បានមកតាំងនៅលំនៅឋាននៅកន្លែងហ្នឹង
មានអ្នកខ្លះទៅគាត់មកក្រោយខ្លះគាត់មកមុនឆ្នាំ2000អីចឹងទៅមកដើម្បីតាំងលំនៅកន្លែងនេះរស់នៅជួបជុំបងប្អូនគាត់មានជនពិការមានតាំងពីជនអត់ពិការមានគ្រូបរិញ្ញាបត្រហ្នឹងចា៎បាទគាត់ធ្វើស្រែកន្លែងនេះគឺធ្វើកសិកម្មតែគេដាំកន្លងបាទដាំលពៅអញ្ចឹងទៅមើលទៅឃើញល្អណាស់តែខ្ញុំឈរហៅភ្លៀងនៅនឹងតែម្ដងនេះគឺជាចំការអាមេរិកបាទរបស់អស់លោកអ្នកដែលគាត់មានលុយហើយគាត់មានប្លង់អស់ហើយបាទត្រង់នេះហ្នឹងដែលខ្ញុំចង់ជម្រាបបងប្អូនប្រជាពលរដ្ឋជាង200គ្រួសារនេះគាត់បានតាំងលំនៅឋាននៅទីនេះយូរណាស់មកហើយកើតជាកូនកើតជាចៅបាទរហូតមកដល់ឆ្នាំ2002ចន្លោះឆ្នាំ2002-2003ណាអជាតាឃើញថាក្រមនិស្សិតរបស់សម្ដេចតេជោហ៊ុនសែនចុះវាស់វែងដីធ្លីគឺជាគោលនយោបាយដោះស្រាយដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនឹងរឿងខ្លះបានចុះវាស់វែងអស់ហើយបាទចេញកតុយបានចេញសាលាក្បាត់មួយចំនួនឲ្យបងប្អូនប្រជាពលរដ្ឋកាន់កាប់បដាអាសន្នរងចាំដើម្បីចេញប្លង់រឹងឲ្យគាត់តែរហូតមកដល់ពេលបច្ចុប្បន្ននេះអាជ្ញាធរដែនដីគាត់មិនទាន់បានចេញប្លង់រឹងឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ចំនួននៅឡើយទេដោយចេញបានខ្លះតែប៉ុណ្ណោះបាទដោយរឿងហេតុមានខ្លះដែលពាក់ព័ន្ធទៅនឹងអាជ្ញាធរដែនដីក្នុងនោះបងប្អូនប្រជាពលរដ្ឋគាត់និយាយថាប្រសិនបើការវាស់វែងកន្លងមកនោះបាទនិស្សិតចុះទៅវាស់វែងហើយមានប្លង់មានសាលាក្បាត់មានកតុយបានមានអីសម្រាប់ទទួលប្លង់រឹងហើយតែនៅក្នុងនោះកាលពីពេលឆ្នាំ2002នោះបានលើកលឺនៅដំណឹងមួយចំនួនពាក់ព័ន្ធទៅនឹងការកម្រៃជាងសាខាងនិស្សិតគាត់ធ្វើអត់មានអីទេគាត់បានតែវាស់វែងជូនបងប្អូនប្រជាពលរដ្ឋតែត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញភូមិបាលស្រុកខេត្តចឹងទៅជាអាជ្ញាធរមន្ត្រីនៅក្នុងស្រុកខេត្តនេះគាត់មានពាក្យមួយគាត់មានចំណុចមួយគាត់មួយដែរគាត់ថាបើដីហ្នឹងអានឹងនិយាយតាមរឿងរបស់ប្រជាពលរដ្ឋគាត់រាយការណ៍មកទេទស្សនិកជនដីហ្នឹងមានការបែងចែកបាទចែកទៅដល់គាត់ខ្លះទៅឧទាហរណ៍15ហិកតាចែកគាត់2ហត្ថចឹងទៅគាត់ចេញប្លង់ឲ្យគាត់វាស់ឲ្យបានមិនទេគាត់ចេញប្លង់ឲ្យបានលឿនបំផុតអញ្ចឹងក៏រូបភាពនឹងចេញឡើងជាបន្តបន្ទាប់អ្នកមាន5ឲ្យគាត់2ទៅនៅសល់3ចេញប្លង់បាន3ចា៎អ្នកមាន10ឲ្យគាត់3ឬ4ទៅបើគាត់ចេញប្លង់ឲ្យ3 4 6 7ដែលនៅសល់ហ្នឹងទៅនឹងបងប្អូនជាប្រវត្តិប្រាប់ខ្ញុំអញ្ចឹងហើយក្រោយមកទៀតបងប្អូនប្រជាពលរដ្ឋដែលគាត់មានដីតិចនោះគាត់មានលុយទេហើយបើគាត់ឲ្យគេទៀតអស់ហើយហ្នឹងបាត់ឲ្យទៀតគឺអស់លេងហើយចា៎អញ្ចឹងប្លង់អត់ចេញឲ្យគាត់ទេក៏មិនមានការវាស់វែងឲ្យគាត់ដែរតែរហូតមកដល់ចន្លោះឆ្នាំ2008ចន្លោះឆ្នាំ2008 2009នេះឃើញថាមានការចាប់ចងរហូតដល់ឆ្នាំ2015 2014ថ្មីនេះមានការចាប់នៅសកម្មជនមួយចំនួនដែលគាត់ចង់តែបានដីគាត់ត្រឡប់មកវិញនេះចាប់ដាក់ពន្ធនាគារដែរបាទនេះជាការអនុវត្តមួយចំនួននៅក្នុងដែនដីដែលខ្ញុំបានទៅដល់គឺនៅឃុំដេជោអភិវឌ្ឍបាទស្រុកទឹកឈូខេត្តកំពតខ្ញុំបានទៅដល់ហ្នឹងហើយបងប្អូនជាពលរដ្ឋគាត់និយាយចេះទៀតមានទាំងមន្ត្រីយោធាបាទបានមកគម្រាមកំហែងពួកគាត់មកឲ្យគាត់រើផ្ទះចេញដោយថារំលោភទៅលើដីកន្លែងយោធាទីស្នាក់ការរបស់យោធាអញ្ចឹងទៅចា៎បាទទៅតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលបើយើងមើលឃើញទៅលើអនុក្រឹត្យមួយចំនួនដែលចេញបាទអនុក្រឹត្យលេខ101បាទស្ដីពីការបង្កើតឃុំបាទឃុំដេជោអភិវឌ្ឍនៃស្រុកទឹកឈូខេត្តកំពតដែលក្នុងនោះដែលខ្ញុំបានឃើញហើយក្នុងការបង្កើតបាទឃុំនោះដែលតម្រូវឲ្យមានបងប្អូនប្រជាពលរដ្ឋរស់នៅបាទនៅក្នុងមាត្រា1ត្រូវបង្កើតឃុំដេជោអភិវឌ្ឍនៃស្រុកទឹកឈូខេត្តកំពតដោយកាត់យកភូមិចំនួន6បាទពីឃុំប្រពាំងភ្លាននៃស្រុកទឹកឈូខេត្តកំពតនិងភូមិដេជោអភិវឌ្ឍបាទទៅជាមួយភូមិដេជោអភិវឌ្ឍបាទភូមិដេជោក្បាលដំរីភូមិដេជោអង្កាញ់បាទភូមិដេជោពងរកហើយនិងភូមិដេជោជ្រៃបាក់ព្រមទាំងភូមិដេជោអន្លង់ក្មេងលេងចឹងបងប្អូនជាប្រដ្ឋនៅក្នុងភូមិទាំង6ហ្នឹងគាត់កំពុងតែមានការមិនសប្បាយចិត្តទេហើយខ្លះគាត់ទឹកភ្នែកទឹកសបោចឹងទៅសូមការរកនៅអ្វីដែលជាពិតអ្វីដែលភាពយុត្តិធម៌របស់គាត់ព្រោះមានមន្ត្រីមួយចំនួនបានទៅ
បានប្រាប់គាត់ថាដីនេះគឺជាដីដែលប្រមុខរដ្ឋាភិបាលក៏ដូចជាថ្នាក់ខេត្តរៀបចំជាដីយោធិនពិការគេហៅថាដីមួយសម្បត្តិសង្គមគិច្ចចែកជូនបងប្អូនយោធិនពិការឬជនចូលនិវត្តន៍ប៉ុន្តែតាមការសិក្សាទៅនោះរោគជនពិការពិតប្រាកដនឹងអត់មានចាឈ្មោះដែលមានតែឈ្មោះទេបាទជនពិការមានតែឈ្មោះទេបាទបើតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលលេខបាទ259នៅក្នុងដីនេះបាទដែលចេញនៅឆ្នាំ2012បាទដែលចេញនៅឆ្នាំ2012នៅក្នុងម្លុកដីមួយចំនួនត្រូវបានកាត់ដីបាទដែលជាអូសៀនជាតិមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋនិងសល់ផ្នែកមួយចំនួនសម្រាប់ទុកឲ្យជាដីសាធារណៈរបស់រដ្ឋហើយដីមួយចំនួនត្រូវការរៀបចំជាលក្ខណៈអនុប្រយោគនិងប្រទានកម្មជូនបងប្អូនប្រជាពលរដ្ឋនិងវាស់វែងជូនប្រជាពលរដ្ឋទៅដីកន្លែងណាដែលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋការអនុវត្តបាទមួយចំនួនទៅតែខ្វៀលឲ្យគាត់មិនមែនត្រូវវាស់វែងយកទាំងអស់ទេតែភាពជាក់ស្ដែងដែលអាជ្ញាធរនៅទីនោះគាត់បានចុះទៅវាស់ដីប្លុកហ្នឹងគឺឲ្យប្រជាពលរដ្ឋចេញដីកន្លែងនេះគឺជាដីគេហៅថាដីសង្គមគិច្ចចា៎បាទទៅដីសម្បត្តិសង្គមគិច្ចអស់ទៅហើយអញ្ចឹងប្រជាពលរដ្ឋក៏សួរថាបើដីដែលគាត់តាំងពីមុនឆ្នាំ2002តាំងពីមុនឆ្នាំ1990បាទ93មកតើគាត់ទៅនៅណាគាត់ទៅរស់នៅណាបើដីគាត់ចេញទៅហើយចា៎បាទហើយដល់ខ្ញុំសួរទៅលោកមេឃុំបាទខ្ញុំបានសូមសម្ភាសទៅលោកមេឃុំមានប្រសាសន៍ថាខ្ញុំសួរថាលោកមេឃុំតើបញ្ហាវិវាទដីធ្លីជាមួយបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីថ្នាក់ខេត្តនិងថ្នាក់ស្រុកមានយ៉ាងម៉េចដែរលោកមេឃុំគាត់ថាដីនឹងអត់មានទេគ្មានបញ្ហាទេគេបានវាស់វែងជូនប្រជាពលរដ្ឋអស់ហើយកំពុងតែដោះស្រាយកំពុងតែរៀបចំបាទនេះជាប្រសាសន៍របស់លោកមេឃុំគាត់ប្រាប់មួយជ្រុងមកខ្ញុំអញ្ចឹងតែឥឡូវសូមស្ដាប់សម្លេងបងប្អូនប្រជាពលរដ្ឋបន្តិចគាត់និយាយថាម៉េចបាទទស្សនិកជនហើយអញ្ចឹងពួករបស់ខ្ញុំរស់នៅយូរមកហើយបើសិនតែពេលជួបបញ្ហានៅអាជ្ញាធរខេត្តកំពតមានលោកហេងយុធានិងក្រុមការងារចុះមកធ្វើការពង្រាយដីធ្លីដែលថាពួកខ្ញុំរស់នៅទីអាណាធិបតេយ្យនេះខ្ញុំក៏បានជ្រាវជ្រាវឯកសារបើមានឯកសារអនុក្រឹត្យ2019 និង285បាទអនុក្រឹត្យខ្ញុំទទួលបានគឺអនុក្រឹត្យ259និង85របស់សម្ដេចខ្ញុំជាប្រជាពលរដ្ឋនៅតំណាងឲ្យនៅកន្លែងនេះសូមឲ្យសម្ដេចអគ្គមហាសេនាបតីតេជោរហូតដល់បាទកតេប្រេតបុរនីហ៊ុនសែនមេត្តាជួយដោះស្រាយក្រុមប្រជាពលរដ្ឋយើងខ្ញុំដែលកំពុងតែទទួលនៅការគម្រាមបង្ហាញពីអាជ្ញាធរមានតែសម្ដេចមួយគត់ដែលយើងខ្ញុំប្រជាពលរដ្ឋទាំងអស់នេះបាទមានសង្ឃឹមនិងទុកចិត្តទៅលើគាត់ជាទីចុងក្រោយខ្ញុំសូមឲ្យព័ត៌មាននិងអ្នកកសែតនេះផ្សព្វផ្សាយជូនទៅដល់បាទសម្ដេចអគ្គសេនាបតីជោហ៊ុនសែនមេត្តាជួយនឹងដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្ញុំនៅទីនេះផងបាទបងប្អូនទស្សនិកជនបានឃើញហើយនៅរូបភាពទាំងអស់នេះទាំងកណ្ដាលភ្លៀងកណ្ដាលរលឹមហើយមីងម្នាក់ដែលគាត់ស្កប់តិចទៅបងប្អូនសូមថយរូបភាពតិចបាទមីងម្នាក់នោះគាត់ពិការជើងហើយបងប្អូនមួយចំនួនទៀតក៏ពិការភ្នែកទាំងពីរបាទគឺគ្រាន់តែសូមអំពរឲ្យបានទៅដីរបស់គាត់មានដីស្នាក់នៅមានដីធ្វើចម្ការធ្វើស្រែរស់នៅប្រចាំចិញ្ចឹមជីវិតតែប៉ុណ្្នឹងទេបងប្អូនប្រជាពលរដ្ឋទទួលបានគោលនយោបាយដីធ្លីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋពីប្រមុខរដ្ឋាភិបាលគាត់សប្បាយចិត្តណាស់ប៉ុន្តែការវាស់វែងមួយចំនួននោះវាមានលក្ខណៈខុបខិតគ្នាទៅតាមប្រព័ន្ធនេះគាត់រៀបរាប់អញ្ចឹងបាទសូមមន្ត្រីជំនាញលោកគុំខឹងខ្ញុំហើយគុំបន្ទោខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំទទួលបាននៅឯកសារមួយចំនួននឹងប្រជាពលរដ្ឋដែលបានរៀបរាប់ប្រាប់អញ្ចឹងដីរបស់គាត់តាំងនៅមកយូរហើយគាត់ចង់បានតែដីត្រឡប់មកវិញហើយការវាស់វែងខ្ញុំសួរថាតើបើលោកមេឃុំគាត់មានប្រសាសន៍ថាគឺកំពុងតែវាស់វែងជូនតាមមិនដែរបងបណ្ដោយតាទៀមទាយ៉ាងម៉េចទៀតបើអាជ្ញាធរដែនដីគាត់កំពុងតែវាស់វែងហើយគាត់ថាការវាស់វែងនេះគឺធម្មតាការវាស់វែងយើងដឹងហើយត្រូវតែបើមិនមានប្រពន្ធក៏មានប្តីនៅដែរចានៅដឹងលឺបាទនៅដឹងលឺបើមិនចឹងទេនៅទាំងប្តីទាំងប្រពន្ធទៅចង្អុលព្រំដីប្លង់កន្លែងមួយរបស់គាត់ដែលគាត់ធ្លាប់កាន់អាស្រ័យផលឲ្យវាស់នៅកន្លែងទីតាំងហ្នឹងតែធៀបពិតទោះបីជាការវាស់នេះអត់បានជួយដំណឹងទៅប្រជាជនទេទោះបីមិននៅក៏វាស់ដែរ
អញ្ចឹងនេះជារូបភាពមិនវាស់យកខ្លួនឯងឬក៏វាស់ដើម្បីដោះស្រាយជូនបងប្អូនប្រជាជនវាស់ដោះស្រាយដើម្បីជូនបងប្អូនប្រជាពលរដ្ឋហើយប្រជាពលរដ្ឋធ្លាប់បានមានមួយចំនួននោះត្រូវបានជាប់ពន្ធនាគារដោយសារតែការតស៊ូនិងមានការចោទប្រកាន់ពីថ្នាក់ខេត្តពីថ្នាក់ស្រុកនិងមន្ត្រីមួយចំនួនបានចោទថាគាត់គឺជាជនអនាធិបតេយ្យដែលបង្កបញ្ហាវឹកវរបញ្ហាដីធ្លីដោយមិនព្រមគោរពទៅតាមច្បាប់បាទនៅក្នុងនេះយើងឃើញមានអនុក្រឹត្យមួយចំនួនដែលចែងពាក់ព័ន្ធទៅនឹងការផ្ដោតដីបាទប្រតិកម្មដល់បងប្អូនប្រជាពលរដ្ឋការអនុវត្តទាំងឡាយណារបស់ក្រុមហ៊ុនរបស់បុគ្គលមានលុយទាំងឡាយណាដែលទិញដីនេះដែលជាលក្ខណៈស្របច្បាប់ឬក៏ជាលក្ខណៈសម្បទានសេដ្ឋកិច្ចយ៉ាងណាក៏ដោយគឺអនុវត្តទៅតាមបាទស្បែកខ្លារូបមន្តស្បែកខ្លាខ្វៀលចេញដីដែលទំនេរជាដីឯកជនរបស់រដ្ឋឲ្យក្រុមហ៊ុនទៅវិនិយោគទៅធ្វើរៀបចំជាលក្ខណៈរោងចក្រធ្វើអីស្រេចតែរោងចក្ររបស់គាត់ទៅក្នុងរយៈពេលគាត់ទទួលបាននៅដីសម្បទានហ្នឹងតែបើដីចំជាដីប្រតិកម្មរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់តាំងនៅអាស្រ័យផលបច្ចុប្បន្នភាពហ្នឹងគឺសូមមេត្តាវាស់វែងជាក់ស្ដែងធ្វើជាលក្ខណៈប្រតិកម្មមិនមែនសង្គមគិច្ចទេអញ្ចឹងកាលណាលក្ខណៈប្រតិគេហៅថាសង្គមគិច្ចសម្បទានសង្គមគិច្ចឲ្យយកវិញក្នុងរយៈពេលកំណត់ណាមួយអញ្ចឹងទៅប៉ុន្តែប្រតិកម្មគឺឲ្យជាគេបាទទុកដល់គោដល់ចៅតទៀតបាទអាចមានសិទ្ធិធ្វើប្លង់រឹកអីចឹងទៅនេះគឺជាព័ត៌មានដែលខ្ញុំទទួលបានសង្ឃឹមថាអាយដាមខូចកំហួរអភិបាលនៃគណៈអភិបាលខេត្តកំពតលោកនឹងពិនិត្យធ្វើការដោះស្រាយរឿងនេះជូនបងប្អូនប្រជាពលរដ្ឋផងប៉ុន្តែរឿងនេះមិនតែប៉ុណ្ណឹងទេគ្រាន់តែជាការជួយដំណឹងដំបូងតែប៉ុណ្ណឹងហើយខ្ញុំនឹងតាមដានលម្អិតរឿងនេះជូនអស់លោកជាបន្តទៀតទាំងថ្នាក់អាជ្ញាធរដែនដីបាទថ្នាក់ជាតិថ្នាក់ក្រោមជាតិមិនឲ្យមាននរណាម្នាក់ទទួលរងនៅភាពអយុត្តិធម៌ទេបាទបងប្អូននេះដីរបស់គាត់ពិតប្រាកដមែនវាស់ជូនគាត់ទៅបើសិនមកដីនេះជាដីរបស់រដ្ឋប្រជាពលរដ្ឋទៅរំលោភកាន់កាប់អាស្រ័យផលនៅអានេះកំហុសរបស់គាត់វិញគាត់ចេញឬក៏រៀបចំដីកន្លែងណាឲ្យគាត់នៅបើគាត់មានដីម្ដុំផងឧទាហរណ៍ចឹងទៅតែបើប្រជាពលរដ្ឋខ្លះគាត់ខូចមានដីរាប់សិបហិកតានៅគ្រប់កន្លែងនៅខេត្តផ្សេងទៅចាប់យកគេឯងដែរអានេះក៏ពិនិត្យមើលទៅតាមនឹងទៅបាទអនុវត្តទៅតាមច្បាប់ទាំងអស់គ្នាកុំច្បាប់លក្ខណៈបញ្ជាដោយខ្លួនឯងបាទប្រើអាជ្ញាសិទ្ធិខ្លួនឯងបាទអាងកំភ្លើងអាងខ្នោះអាងពន្ធនាគារចាប់គាត់ដាក់ពន្ធនាគារគាត់មានអីតវ៉ាប្រជាពលរដ្ឋហ្នឹងគាត់មានដៃណាគាត់មានតែដៃទៅទេនឹងមានអីទៅតស៊ូបើអាជ្ញាធរគាត់សិតតែកំភ្លើងអាជ្ញាធរមួយចំនួនគាត់មានសិតតែខ្នោះសិតតែអាងចាប់ដាក់គុកចាប់តែអីចឹងគាត់ទៅតវ៉ាណាកើតបាទសូមឲ្យរកនៅភាពត្រឹមត្រូវនឹងចំណុចកណ្ដាលមួយចំនួនទោះបីជាមិនត្រូវ 100% ក៏មានតម្លាភាពខ្លះដែរបាទអរគុណណាស់នៅព័ត៌មានហ្នឹងជូនទៅដល់ខេត្តកំពតដើម្បីពិនិត្យនិងធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅឃុំដែលជួយអភិវឌ្ឍនៅស្រុកទឹកឈូខេត្តកំពតផង